ក្រោយឃើញពីការលំបាកឯកឧត្តមខៅឆាយស្នើដល់ម្ចាស់កម្មវិធីផ្ដល់តម្លៃខ្លួនដល់កីឡាករថ្នាក់ឲ្យបានសមរម្យទៅតាមកម្រិតនីមួយៗចាប់ពី 20,000 រៀលឡើងទៅក្រោយឃើញពីការលំបាករបស់ថ្នាក់ឯកឧត្តមខៅឆាយប្រធានសហព័ន្ធកីឡាប្រដាល់គុណខ្មែរបានសរសេរសារនៅលើបណ្ដាញសង្គម Facebook កាលពីពេលថ្មីៗនេះថាសហព័ន្ធបាននឹងកំពុងរៀបចំការប្រកួតថ្នាក់គុណខ្មែរប្រចាំសប្តាហ៍នៅសង្វៀនឯកភ្នំខេត្តបាត់ដំបងនិងសង្វៀនផ្សាររាត្រី60ម៉ែត្រខេត្តសៀមរាបព្រមទាំងសង្វៀនថ្នាក់ចល័តតាមបណ្ដាខេត្តក្រុងស្រុកនានាទូទាំងប្រទេសសឹងតែរៀងរាល់សប្តាហ៍ដោយបានឧបត្ថម្ភតម្លៃខ្លួនកីឡាករកីឡាការិនីថ្នាក់ចាប់ពី 20,000 រៀលឡើងរហូតដល់ 40,000 រៀលទៅតាមកម្រិតអាយុហើយក៏មានការឧបត្ថម្ភថ្លៃធ្វើដំណើរនិងថ្លៃទ្រទ្រង់ក្លឹបគ្រប់គ្នាដើម្បីជួយលើកស្ទួយជីវភាពនិងលើកទឹកចិត្តដល់កីឡាករកីឡាការិនីថ្នាក់ឲ្យងាកមកចូលរួមហ្វឹកហាត់កីឡាប្រដាល់គុណខ្មែរឲ្យកាន់តែច្រើនក្នុងឱកាសនោះដែរឯកឧត្តមប្រធានសហព័ន្ធក៏សូមសំណូមពរដល់ម្ចាស់កម្មវិធីថ្នាក់ដទៃទៀតសូមផ្ដល់តម្លៃខ្លួនកីឡាករកីឡាការិនីថ្នាក់ឲ្យបានសមរម្យទៅតាមកម្រិតនីមួយៗគួរតែយ៉ាងតិចចាប់ពី 20,000 រៀលឡើងទៅដើម្បីជួយទ្រទ្រង់ជីវភាពថ្នាក់យើងផងកូនគេកូនយើងគួរឲ្យអាណិតណាស់ឧបត្ថម្ភធំដោយគិតពីសុខភាពនឹកដល់ទឹកត្រចៀកកម្មប្រឡែងបឺតម៉ូតូអគ្គិសនី JB ធ្វើដំណើរ 100 គីឡូម៉ែត្រចំណាយត្រឹមតែ 2,200 រៀលប៉ុណ្ណោះ JB កើនប្រាក់ចំណូលគ្រួសារមានសុភមង្គល